ជំរាបសួរបងប្អូននឹងថ្ងៃបងប្អូនណាដែលចូលចិត្តសម្លណាំយ៉ាបងប្អូននឹងថ្ងៃអាចអញ្ជើញមកខាងមលប់ថ្នោតអង្គរចាដែលមានទីតាំងនៅខេត្តក្រុងធីដូផូឆុនសូហិលអឹបសុងអ៊ូរ៉ូ16ត្រេ1ចាទួលមុខធនាគារគុកមីននៅក្រោយមន្ទីរពេទ្យអ៊ូរីចាអ៊ូរីភាំងន់ណាបងប្អូនហើយនៅជំហៀងខាងផ្លូវបងបែកជា4ផ្លូវសាកូរីនិយាយទៅនៅចិត្តថមីណលដែរតែបើសិនបងប្អូនហៅផ្លូវអត់ឃើញអាចនឹងឲ្យចុះអញ្ជើញមកពីចង្វូចាចុះនៅក្រោមថមីណលមួយចំណតគឺនៅចិត្តនឹងតែម្ដងចាហើយហ្នឹងហើយសម្រាប់បងប្អូនចង់មកសាកហ្នឹងហើយមានម្ហូបជាច្រើនមានទាំងគុយទាវចាស៊ុបគុយទាវមានស៊ុបមីមានស៊ុបនិយាយទៅមីសួរចាហើយមានឡុកឡាក់សៃកូបាញ់ឆៅឡោតឆាមានជាច្រើនទៀតបុកល្ហុងអីចាមានហ្នឹងហើយសម្លខ្មែរសម្លណាំយ៉ាថ្ងៃនេះបានធ្វើសម្លណាំយ៉ាថ្មីបងប្អូនមកសាកមកខ្ញុំគឺឆ្ងាញ់មែនតើណាបងប្អូនហើយអូខ្ញុំអស់ឡើងម្ទេស2គ្រាប់3គ្រាប់ហើយនិយាយពីដាក់ទៅឡើងផ្អែមមាត់ហ្មងបងប្អូនហើយបងប្អូនមកគាត់អូថ្ងៃណាក៏ឃើញអ្នកគ្រូញ៉ាំចាជាធម្មតាគឺមួយថ្ងៃ3ពេលគឺហូបធម្មតាទៅហើយបងប្អូនហើយចាហើយឲ្យថាធាត់លើហ្នឹងដូចជាវាមិនជាអីតាំងពីដើមមកព្រោះខ្ញុំទោះជាអត់តាន់តាំងពីអត់តាន់បើកហាងគឺគ្រួសាររបស់ខ្ញុំគាត់តែងតែធ្វើម្ហូបឆ្ងាញ់ជាប្រចាំសម្រាប់ខ្ញុំហើយអញ្ចឹងហើយនឹងឲ្យថាធាត់លើហ្នឹងទៀតដូចជានឹងឯងមិនដឹងថាទៅមុខទៀតយ៉ាងម៉េចទេប៉ុន្តែគ្រាន់តែការហូបរបស់ខ្ញុំនេះរាល់ថ្ងៃគឺខ្ញុំហូបជាធម្មតាបែបហ្នឹងម្ហូបខ្មែរជាប្រចាំទៅហើយដល់ពេលអញ្ចឹងសួរថាអូឃើញបងប្អូនឃើញខ្ញុំញ៉ាំអញ្ចឹងរាល់ថ្ងៃអត់ធាត់ទេអីចាបងប្អូនគឺអាចនិយាយបានថាពេលខ្លះខ្ញុំរៀបចំឯកសារជូនបងប្អូនរត់តាក់ស៊ីពេលយប់អីចឹងណាហ្នឹងហើយជូនដឹកជញ្ជូនអីវ៉ាន់បងប្អូនយើងដូរការងារដូរអីចឹងទៅរៀបឯកសារអីផ្សេងជូនបងប្អូនទៅមន្ទីរពេទ្យទៅអីចឹងទៅវាមានការហត់នឿយហត់លហើយអីចឹងអត់ល្ងុយអីចឹងបើខ្ញុំអត់ញ៉ាំទេអត់កើតទេខ្ញុំត្រូវតែញ៉ាំទៅមានកម្លាំងធ្វើការបន្តជូនបងប្អូន